ស្ដីអ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំបាន update tool all in one របស់ខ្ញុំណាដែលធ្វើឲ្យវាងាយស្រួលប្រើខ្លាំងជាងមុននេះគឺ version 0.28 នេះវាងាយស្រួលប្រើអត់ញ៉ៃច្រើនទេហើយអាចកែសលេងនៅក្នុងហ្នឹងងាយស្រួលខ្លាំងមែនទែនយើងអាចទាញវាបបាញ់ណាក៏បានណាចង់ឲ្យវាយឺតកម្រិតណាក៏បានដែរអញ្ចឹងខ្ញុំនឹងទៅបរៀនអ្នកនរគ្នារបៀបប្រើប្រាស់ថ្មីដែលងាយស្រួលហ្នឹងយើងមិនបាច់ចាំសៀវមិនបាច់ចាំអីញ៉ៃអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំដាក់រឿងនេះអញ្ចឹងយើងចុច reset all សិនមកចាបន្តមកទៀតយើងដាក់រឿងចូលដូចទូទៅមកឲ្យខ្ញុំរើសរឿងសិននេះបន្ទាប់ពីដាក់រឿងចូលហើយអ្នកនរគ្នាមិនធ្វើអីច្រើនទេមិនចាំចុច save ឬក៏ចុច separate អីទេអ្នកនរគ្នាគ្រាន់តែចុច copy មកពេលអ្នកនរគ្នាចុច copy ទៅវានឹង separate auto ហើយយើងចូលទៅ tool បកប្រែ script tool បកប្រែ script ក៏ខ្ញុំបាន update ថ្មីដូចគ្នាអញ្ចឹងអ្នកនរគ្នាចុចលើពាក្យ pass នេះមកហើយនេះវានឹងប្រាប់ឲ្យអ្នកនរគ្នាចុច control V ដើម្បី pass សលេងយើងចូលបន្តមកទៀតយើងចុចដំណើរការទៅហើយយើងចាំវាបន្តិចទៅឥឡូវបន្ទាប់ពីយើងចាំ plate ទៅគឺវាបកប្រែបានហើយពេលយើងបកប្រែហើយយើងមិនចុច save ចុចអីទេចុច copy ដដែលមកនេះវាដាក់អក្សរថាចម្លងរួចហ្នឹងយើងចូលមកកាន់ tool របស់យើងវិញហើយនេះយើងចុចកន្លែងនេះពណ៌ក្រហមនេះ pass script គឺយើង pass ចូលអញ្ចឹងតែម្ដងណាហើយនេះយើងមើល separate គឺវា load មកពីជួរអញ្ចឹងមានន័យថាវា separate ភ្លេងបានហើយអញ្ចឹងយើងមានធ្វើអីទៀតទេយើងចុចgenerate វាមកអូខេឥឡូវបានហើយអញ្ចឹងយើងអាចស្ដាប់បានរៀបចំខ្លួនទៅតិចទៀតយើងចេញដំណើរហើយចុះជីងណៃណាបងអូខេកន្លែងនេះកន្លែងនេះគឺកន្លែងបន្ថយភ្លេងណាអ្នកគ្នាបើសិនជាអ្នកគ្នាខ្លាចភ្លេង background វាភ្លឺវាលឺជាងវាលឺជាងសលេងនិយាយអីអាចបន្ថយវាបានយើងចុចបន្ថយឬក៏តឡើងទៅតាមចិត្តណាអាហ្នឹងគឺយើងអាចបន្ថយបន្ថែមបាននៅក្នុងនឹងពេលដែលខ្ញុំ update សារក្រោយនេះគឺស្រួលប្រើខ្លាំងហើយអញ្ចឹងយើងចុចស្ដាប់បន្តទៀតទៅបត់ជើងតូចហើយខ្ញុំទៅរកគាត់ណែមិនក៏បងទៅកើតប្រុសស្រីខុសគ្នាមិនឲ្យលួចមើលបងធំខ្ញុំទេហាមិនស្រួលទេមីងសុងជីងមានរឿងនៅមាត់ទន្លេហើយឥឡូវខ្ញុំនឹងមកប្រាប់អ្នកគ្នាឧទាហរណ៍ថា script នេះវានិយាយលឿនអញ្ចឹងយើងចុចពីលើវាគេធ្វើអីចាំបាច់និយាយខ្លាំងម្ល៉េះឃើញអត់វានិយាយញាប់អញ្ចឹងអ្នកគ្នាអាចទាញវាបានទាវានិយាយបែកណាក៏បានដែរគេធ្វើអីចាំបាច់និយាយខ្លាំងម្ល៉េះនេះបើថាទាញប៉ុណ្ណឹងហើយវានៅតែនិយាយងាប់យើងទាញបន្ថែមទាញប្រវែងណាក៏បានដែរអ្នកគ្នាចុចស្ដាប់គេធ្វើអីចាំបាច់និយាយខ្លាំងម្ល៉េះគេធ្វើអីចាំបាច់និយាយខ្លាំងម្ល៉េះឃើញអត់វានិយាយងាប់ហើយវាឈប់និយាយងាប់ហើយអញ្ចឹងអ្នកគ្នាអាចទាញបានអា script ណាដែលវានិយាយញាប់យើងចុចទាញក្នុងនឹងបានណានេះដល់ពេលយើងទាញឡើងមកនេះឃើញអត់គេធ្វើអីចាំបាច់និយាយខ្លាំងម្ល៉េះឃើញអត់វានិយាយស្មើវិញហើយអញ្ចឹងក្នុង tool update ក្រោយនេះគឺស្រួលប្រើខ្លាំងជាងមុនចង់ទាញប្រវែងណាក៏បានដែរប៉ុន្តែភាគច្រើនខ្ញុំ update សារក្រោយនេះក៏វាអត់សូវមាននិយាយញាប់តែខ្ញុំឲ្យវាសង្ខេបជាងមុនណាសម្រាប់ tool បកប្រែ script អញ្ចឹងវាចេញមកវាអត់សូវនិយាយញាប់ខ្លាំងទេហើយបើសិនជាវាញាប់មាន script ណាដែលញាប់យើងអាចកែនៅក្នុងនឹងបានហ្មងហ្នឹងគឺជា tool all in one ដែលខ្ញុំ update មុខងារថ្មីហើយauto run ក៏ខ្ញុំបាន update រួចរាល់ដូចគ្នាអ្នកគ្នាអាចទិញប្រើបានតែអាចដាក់វីដេអូរាប់រយវីដេអូក្នុងពេលតែមួយបានណាយើងទិញ API ប្រើធម្មតាបកប្រែមកគឺល្អនិយាយទៅត្រូវមាត់ត្រូវពាក្យត្រូវ clear ល្អដូចគ្នាចឹងបើសិនជាមានចម្ងល់អីអ្នកគ្នាអាចឆាតសួរខ្ញុំបន្ថែមបាន